លបែងគំរាមដែលនាំដល់ការខាត់បងខ្លួនឯងថ្ងៃនេះឃើញបកប្រឆាំងថៃមួយជួញយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់យើងសូមបញ្ជាក់ទៅអ្នកវិញថាយើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេតែអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេបើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះសម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះលបែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀតបញ្ហាពលករពេលមុនពួកអ្នកមើលងាយនឹងរើសអើងពលករខ្មែរនិងយកពលករធ្វើជាចំណាប់ខ្ញាំងផងនិងគំរាមយើងផងតែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបាយជជែកយកចិត្តនឹងលួងលោមពលករព្រោះបើពលករខ្មែរចាក់ចេញរោងចក្រកសិដ្ឋានក្រុមហ៊ុនការដ្ឋានសំណង់មួយចំនួនអាចត្រូវបិទទ្វារព្រោះខ្វះកម្លាំងពលកម្មបើពួកអ្នកក្លាហានសូមពួកអ្នកបណ្ដេញពលករខ្មែរសាក់